បន្ទាប់ពីបានមកដល់វត្តមានអ្នកភូមិជាច្រើនអ្នកបានកំពុងនិយាយពិភាក្សាគ្នាអំពីរឿងបាត់មាន់បាត់ទាគោក្របីហើយអ្នកខ្លះក៏ឮនិយាយមកថាបានបាត់សាកសពនៅពេលមុនយកទៅបូជាពេលស្វែងរកក៏រកពុំឃើញលុះពេលបានដឹងថាអ្នកភូមិក៏បានដាក់ការសង្ស័យទៅលើអ៊ំយឿនដោយដែលអាភិបបាននិយាយប្រាប់គាត់ដែរគាត់ក៏បានចូលទៅជំនុំពិភាក្សាជាមួយអ្នកភូមិដើម្បីរកវិធីកម្ចាត់អាបដែលតែងតែយាយីអាយុជីវិតសាកសពខ្មោចនិងមនុស្សសត្វនៅក្នុងភូមិនោះបន្ទាប់ពីរៀបចំពិធីក្នុងការកម្ចាត់អាបអ៊ំយឿនបានរួចរាល់វេលាយប់ក៏បានឈានមកដល់ផងដែរនៅខាងមុខផ្ទះរបស់អ៊ំសុកនៅក្រោមដានស្វាយនៅជាប់របងខាងមុខនោះអ្នកភូមិបានយកគ្រឿងខ្នងពូវៀនជ្រូកចងភ្ជាប់នៅខាងក្រៅរបងនោះក្នុងគោលបំណងដើម្បីរងចាំខ្លំមើលអាបដែលវាហោះចូលមកស៊ីហើយពួកគេនឹងបានមានវិធីកម្ចាត់ទៅអាបដ៏អាក្រក់អាក្រីមួយក្បាលនោះតែម្ដងមិនយូរប៉ុន្មានអាបនោះក៏បានហោះមកពិតប្រាកដមែនក្នុងសភាពសក់វែងអន្លាយក្នុងមាត់មានធ្មេញស្រួចនិងលិតមាត់លិតកភ្នែកក្រឡែបក្រឡាប់គួរឲ្យខ្លាចភ្លាមនោះអ្នកភូមិក៏បានស្គាល់ថាជាអ៊ំយឿនពិតមែនពួកគេបាននាំគ្នារត់ចេញមកដោយនៅក្នុងដៃមានកំបិតមានដំបងចេញមកវាយប្រហារទៅលើអាបយាយយឿននោះនៅពេលនោះអាបយាយយឿនក៏ផិតភ័យនិងបានហោះមិនប្រយ័ត្នក៏ទៅទើតាក់ជាប់នឹងរបងឫស្សីជាប់ឆ្កឹងទៅហើយនៅខណៈនោះអ្នកភូមិខឹងសម្បាខ្លាំងណាស់ពួកគេបាននាំគ្នាចូលទៅវាយមួយដៃមួយជើងរហូតមុខមាត់បែកឈាមក្រោយមកក៏មានអ្នកណាម្នាក់រូបរាងជាស្រីបានមកនិយាយខត់ថាបានហើយអ្នកទាំងអស់គ្នាទុកឱកាសឲ្យគេបានកែខ្លួនផងទៅណាតាមពិតនោះគឺជាអ៊ំនឿនគាត់មកក្នុងសភាពជាគ្រូហ្មគាត់បានសែបសូត្របាលីប្រោះទៅដល់យាយអាបយឿននោះខណៈនោះគ្រប់គ្នាក៏បានសម្លឹងមើលទៅអ៊ំនឿនឡើងចំហមាត់មិននឹកស្មានសោះថាគាត់គឺជាគ្រូចេះមុនអាគមអាចកម្ចាត់អាបខ្មោចនោះបានតាមពិតគាត់គឺពុំមែនជាមនុស្សសតិមិនគ្រប់នោះឡើយក្រោយមកវិញ្ញាណអាបនោះក៏ត្រូវរលាយរលត់ទៅហើយរូបរាងសម្បកកាយរបស់យាយយឿនក៏បានស្លាប់ទៅជាមួយនឹងអំពើរបស់គាត់ដែលធ្វើដាក់គេកន្លងមកផងដែរ